សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការធ្វើ transition បែបនេះនៅក្នុង PowerPoint ដំបូងឡើយអ្នកនរគ្នារៀបចំដំណាក់កាលនីមួយៗនឹងនៅក្នុងមួយ page មួយសិនហើយយើង copy page នឹងចេញតមកទៀតយើង move ដំណាក់កាលផ្សេងៗទៅគៀនហើយយើង align វាស្មើគ្នាចំពោះដំណាក់កាលទី1យើងព្រីកវាឲ្យធំជាងគេមួយចឹងមកបន្តមកទៀតយើង copy page នឹងចេញហើយយើងលុបដំណាក់កាលទី1នឹងចេញហើយយើង copy ដំណាក់កាលទី1ដែលទំហំសិនមកវាចូលអញ្ចឹងយើងធ្វើ repeat វាដដែលរហូតដល់ដំណាក់កាលចុងក្រោយរបស់យើងអញ្ចឹងបន្ទាប់ពីធ្វើហើយយើងបាន page ប៉ុណ្ណេះហើយខ្ញុំ delete page ទី1របស់ខ្ញុំចោលយើង select page ទាំងអស់ចូលទៅកាន់ transition យើងយក mode transition យើងសាក preview slide របស់យើងមើលប៉ុន្តែមើលទៅវា slow ពេកអញ្ចឹងខ្ញុំចូលទៅកន្លែង duration ខ្ញុំតម្លាក់វានៅសល់ 0.5 វិនាទីហើយយើងសាក preview slide របស់យើងម្ដងទៀតអរគុណអ្នកនរគ្នា follow for more